អ្នកណាខ្លះអត់ចេះចិត្តភ្នែកម្នាស់ចេញមុខមកសម្រាប់ខ្ញុំមកកូនអ្នកចការម្នាស់មែនប៉ុន្តែខ្ញុំអត់ចេះចិត្តភ្នែកម្នាស់ទេបងប្អូនជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតោះមកមើលពីរបៀបចិត្តម្នាស់ជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់អ្នកចិត្តហ្នឹងគឺជាម្ដាយរបស់ខ្ញុំបងប្អូនគាត់ចិត្តបានស្អាតខ្លាំងមែនតែនតែបើខ្ញុំវិញគឺអត់ចេះចិត្តតែម្ដងអត់ដឹងថាកាឡាភ្នែកហ្នឹងគឺចិត្តពីណាទៅណាទេតែចិត្តមកគឺចេញរៀងអត់ស្អាតអញ្ចឹងហ្មងហើយសម្រាប់ការចិត្តម្នាស់ទី1គឺយើងត្រូវមានកបិតដែលមុតនិយាយទៅតែកាលណាកបិតយើងមុតគឺយើងចិត្តម្នាស់ចេញមកបានស្អាតតែបើសិនជាយើងប្រើកបិតអត់មុតយើងចិត្តម្នាស់ចេញមកអត់បានស្អាតទេបងប្អូនគឺលក្ខណៈថាវាអត់ស្មើសាច់ហើយវាប៉ល់សាច់នឹងយកហ្មងអញ្ចឹងយើងត្រូវការប្រើកបិតមួយដែលមុតល្អហើយសម្រាប់ម្ដាយរបស់ខ្ញុំវិញគឺគាត់មានជំនាញខ្លាំងមែនតើគឺគាត់ចិតភ្នែកវាចេញកាឡាមកបានស្អាតណានេះបងប្អូនអាចរៀនតាមគាត់បានណាបងប្អូនមើលគាត់មួយទៅតែសម្រាប់ខ្ញុំទោះមើលមិនក៏ខ្ញុំអត់ចេះចិត្តដែរនិយាយទៅមិនមែនថាអត់ចេះចិត្តទេយើងចិត្តបានប៉ុន្តែវាចេញរូបរាងមកវាអត់ស្អាតណាបងប្អូនវាលក្ខណៈថាកញ្ឆេងកញ្ឆូនវាអត់ស្មើវាអត់ត្រូវកាឡាវានិយាយទៅគឺយើងចិត្តបានដូចគ្នាគ្រាន់តែអត់ស្អាតខ្ញុំអង្គុយមើលគាត់ចិត្តគឺថាតំណងខ្លាំងមែនតើគាត់ចិត្តមកកលៈមកគឺត្រូវកាឡាភ្នែកវាបានល្អខ្លាំងមែនតើហើយខ្ញុំវិញតាំងពីក្មេងរហូតដល់ធំអាយុច្រើនប៉ុណ្ណឹងហើយខ្ញុំរៀនចិត្តភ្នែកម្នាស់មិនក៏អត់បានស្អាតដែរនិយាយទៅចេញមកគឺថាកញ្ឆេងកញ្ឆូនហ្មងដូចអាមួយនៅក្នុងម៉ាងហ្នឹងអញ្ចឹងគឺខ្ញុំអ្នកចិត្តខ្ញុំចិត្តមកគឺចេញមកគឺអាក្រក់ហ្មងបងប្អូនតែអត់ហ៊ានបង្ហាញបងប្អូនទេខ្លាចបងប្អូនសើចខ្ញុំបង្ហាញតែអែមម្នាស់ដែរម្ដាយខ្ញុំចិត្តបានហើយពួកគាត់ចិត្តស្អាតបងប្អូនមើលតែគាត់ចិត្តមើលតែដៃគាត់កាន់ម្នាស់មើលតែគាត់ចិត្តភ្នែកម្នាស់ទៅគឺដឹងហើយចេញកាឡាមកគឺស្អាតខ្លាំងមែនតើហើយម្នាស់នេះគឺថាម្នាស់ដែលគាត់យកមកពីបាត់ដំបងផ្ទាល់តែម្ដងនិយាយទៅគឺម្នាស់អ្នកភូមិអ្នកស្រុកខ្ញុំគាត់ដាំនៅក្នុងភូមិអញ្ចឹងណាហើយបើនិយាយពីផ្អែមវិញគឺថាឆ្ងាញ់ខ្លាំងមែនតើបើមានរសជាតិជូរក៏ជូរលក្ខណៈមានជាតិដែរមិនជូរខ្សោះម្នាស់និយាយទៅមិនម្នាស់របៀបថាញ៉ាំចេញមកអត់ឆ្ងាញ់ទេអានេះគឺញ៉ាំចេញមកឆ្ងាញ់ហ្មងមែនលក្ខណៈញ៉ាំមកទឹកច្រោកអីអត់ទេអានេះគឺម្នាស់មកពីបាត់ដំបងស្រុកមួងពិតតែម្ដងហើយមើលពណ៌លឿងល្អខ្លាំងមែនតើបងប្អូនអើយឃើញហើយគួរឲ្យចង់ញ៉ាំបើម្ទេសនិយាយទៅយើងបុកលក្ខណៈម្ទេសហុយជាតិហ្មងជាមួយម្នាស់ហ្នឹងគឺត្រូវគ្នាតែម្ដងតើឥឡូវម្នាស់របស់យើងគឺបានចិត្តភ្នែកចិត្តអីស្អាតណាពុកម៉ែបងប្អូនតែយើងមិនមែនយកទៅញ៉ាំបែបហ្នឹងទេគឺយើងយកវាទៅលាងជាមួយទឹកអំបិលបន្តិចសិនបងប្អូនអំបិលគ្រុះក៏បានអំបិលម៉ត់ក៏បានយើងដាក់ចូលក្នុងទឹកបន្តិចទៅដើម្បីលាងសម្អាតវាពេលដែលយើងធ្វើបែបហ្នឹងយើងកាត់អាបថយជាតិកាត់វានឹងដែរបងប្អូនហើយយើងលាងទឹកជាធម្មតាទៅរួចជាការស្រេចឲ្យញ៉ាំបានហើយ